អស់គ្នាថ្ងៃនេះគឺខ្ញុំធ្វើសេចក្តីអត្ថាធិប្បាយខ្លីតាក់ទងជាមួយនឹងរបៀបនៃការប្រើប្រាស់ទិសល្អដើម្បីឲ្យយើងដឹងថាទិសល្អរបស់យើងមានទិសអ្វីខ្លះគឺបងប្អូនអាចចូលមកកាន់ app បាជឿពន្លឺជីវិតរបស់យើងនេះបងប្អូនបញ្ចូលថ្ងៃខែឆ្នាំកំណើតហើយចុចប៊ូតុងព្យាករណ៍ទៅវានឹងបង្ហាញពីលទ្ធផលហើយអញ្ចឹងមុននឹងចូលប្រធានបទគឺខ្ញុំណែនាំខ្លីតាក់ទងជាមួយនឹង app បាជឿពន្លឺជីវិតបន្តិច app បាជឿពន្លឺជីវិតនេះគឺជា app បាជឿលំនាំធាតុហើយ app នេះគឺអាចឲ្យយើងដឹងពីព័ត៌មានច្រើនមែនតើទីមួយគឺសម្រាប់សិស្សឬក៏និស្សិតដែលរៀនបាជឿគឺបងប្អូនអាចចូលមកកាន់ប៊ូតុង print តារាងបាជឿរបស់យើងគឺជាលក្ខណៈពិស្ដារក៏បានជាសង្ខេបក៏បានដើម្បីយើងរៀនអានខ្សែជីវិតរបស់យើង app នេះគឺជា app មួយដែលមានមុខងារស្វ័យប្រវត្តិវាអាចឲ្យយើងដឹងអំពីខ្សែជីវិតរបស់យើងតើខ្សែជីវិតរបស់យើងជាលំនាំធាតុទ្រព្យឬក៏ធាតុផលឬក៏ឧត្តមភាពឬក៏បច្ចេកឲ្យយើងដឹងហើយឲ្យយើងដឹងអំពីជោគវាសនារបស់យើងឲ្យយើងដឹងអំពីឧបនិស្ស័យរបស់យើងគឺបានន័យថាតើយើងជាបុគ្គលដែលមានចរិតយ៉ាងម៉េចចំណុចខ្លាំងចំណុចខ្សោយរបស់យើងនៅកន្លែងណាដើម្បីយើងប្រើប្រាស់សក្តានុពលភាពរបស់យើងបានត្រឹមត្រូវនាំមកនៅសេចក្តីរីកចម្រើនដល់យើងអាចឲ្យយើងដឹងអំពីការងារណាដែលជាការងារសមប្រកបការងារណាដែលការងារមិនសមប្រកបអាចឲ្យយើងដឹងអំពីសម្ព័ន្ធភាពថាតើបុគ្គលបែបណាដែលយើងគួរខ្សែគប់ជាប្តីជាប្រពន្ធជាចៅហ្វាយនេះជាសហការីជាមិត្តភក្តិអាចឲ្យយើងដឹងថាពេលណាជាពេលល្អរបស់យើងក្នុងការធ្វើសេចក្តីសម្រេចចិត្តធំធំឬក៏ការងារធំធំអាចឲ្យយើងដឹងអំពីវេលាគ្រោះភ័យដើម្បីយើងការពារខ្លួនចេញពីឧបទ្ទហេតុអាក្រក់ផ្សេងជាយថាហេតុបាទដើម្បីប្រើប្រាស់ app នេះគឺបងប្អូនចូលមកកាន់ profile Facebook ឬក៏ TikTok ហើយចុចលើ link នេះដើម្បីចូលក្រុម Telegram ដើម្បីទទួលបានលេខសម្ងាត់តាក់ទងជាមួយនឹងទិសគឺមានចំនួន8ជាទូទៅគឺមានចំនួន8ទិសធំ4គឺមានត្បូងជើងលិចកើតហើយនឹងទិសតូច4គឺអាគ្នេយ៍និរតីនិងពាយ័ព្យឲ្យឥសានបាទគឺមានចំនួន8សរុបតាក់ទងជាមួយនឹងទិសល្អនិងទិសមិនល្អនេះនៅពេលដែលបងប្អូនបញ្ចូលថ្ងៃខែឆ្នាំកំណើតគឺវាកណនី app កណនីឲ្យស្វ័យប្រវត្តិអញ្ចឹងទិសល្អរបស់យើងគឺមាន4ម្នាក់គឺមានទិសល្អចំនួន4ដែលខ្ញុំដាក់សញ្ញាបូក9បូក8បូក7និងបូក6ហើយទិសមិនល្អក៏មានចំនួន4ដែរគឺមានដក9ដក8ដក7ហើយដក6ហើយនឹងទិសល្អរួមនេះគឺសំដៅទៅលើទិសរួមប្តីប្រពន្ធឧទាហរណ៍ថាប្តីទិសនៅខាងកើតប្រពន្ធនៅទិសខាងលិចអញ្ចឹងបានន័យថាទិសរបស់យើងគឺខុសគ្នាអញ្ចឹងជាប្តីជាប្រពន្ធយើងមិនអាចកេងប្រច្រាស់ជើងគ្នាទេដូច្នេះយើងត្រូវប្រើទិសល្អរួមអញ្ចឹងទិសល្អរួមនេះគឺសំខាន់គឺដូចនឹងទិសយើងប្រើជាលក្ខណៈបុគ្គលដែរគឺមានបូក9បូក8បូក7និងបូក6ខ្ញុំនឹងបញ្យល់អត្ថន័យមួយបន្តបន្ទាប់បងប្អូនអាចតាមដានបាទតាក់ទងជាមួយនឹងទិសបូក9ហើយនឹងដក9ទិសយើងមានបូក9ដក9ទិសបូក9ហ្នឹងគឺជាទិសទ្របធន់ហើយអញ្ចឹងបើសិនយើងប្រើប្រាស់ទិសហ្នឹងបានល្អក្នុងភាសាចិនសាគេហៅទិសសទ្ធិទិសសំឈីគឺទិសសទ្ធិយើងប្រើប្រាស់ទិសល្អនេះគឺបានន័យថាយើងរកស៊ីមានការរីកចម្រើនទៅមុខហើយយើងធ្វើការងារអីក៏ទទួលជោគជ័យដែរហើយយើងជាបុគ្គលមួយដែលមានឥទ្ធិពលនៅក្នុងសង្គមហើយកូនចៅយើងងាយនឹងទទួលជោគជ័យបើសិនយើងប្រើប្រាស់ទិសដក9វិញដក9គឺផ្ទុយពីបូក9បានន័យថាយើងធ្វើអីក៏អត់ជោគជ័យដែរបាទទិសហ្នឹងគឺយើងប្រើយូរទៅយើងអាចឆ្លោះគ្នាប្តីប្រពន្ធច្រើនយើងអាចឈានទៅដល់ការបាត់បង់ជីវិតជួបគ្រោះថ្នាក់ផ្សេងហើយយើងអាចអត់មានកូនចៅសម្រាប់ប្តីប្រពន្ធតែការថ្មីថ្មោងណាបាទទិសបូក8ហើយនឹងដក8ទិសបូក8ហ្នឹងគឺអត្ថន័យរបស់វាសំខាន់គឺអានឹងទិសសុខភាពហើយថាទិសពេទ្យទេវតាជាប្រើប្រាស់ទិសហ្នឹងគឺល្អសម្រាប់មនុស្សចាស់ប្រើប្រាស់ទិសហ្នឹងទៅសុខភាពគាត់ល្អអាយុវែងបាទអាយុវែងទិសហ្នឹងគឺយើងប្រើប្រាស់បានល្អធម្មតាកាលណាសុខភាពយើងល្អបានន័យថាលុយយើងគឺអត់ខាតបង់ទេអញ្ចឹងយើងមានលុយមានកាក់កូនចៅរបស់យើងក៏មានអនាគតល្អដែរយើងមានមិត្តភ័ក្តិល្អចាំជួយយើងហើយទឹកមាត់យើងគឺប្រៃហើយយើងជាបុគ្គលដែលមានមុខមាត់ក្នុងសង្គមទិសហ្នឹងគឺសំដៅទៅលើទិសសុខភាពហើយនិងទិសដែលមានគេជួយជ្រោមជ្រែងបាទទិសទេវតាទិសពេទ្យទេវតាទិសដក8គឺផ្ទុយពីបូក8
បើយើងប្រើប្រាស់ទឹកនឹងច្រើនបានន័យថាសម្បូរគេតាមព្យាបាទយើងគេអត់ជួយយើងគេតាមបំផ្លាញយើងណាហើយយើងជួបគ្រោះថ្នាក់ផ្សេងយើងធ្លាក់ខ្លួនឈឺយើងបង់ទ្រព្យប្តីប្រពន្ធអាចឆ្លោះប្រកែកគ្នារហូតដល់ថ្នាក់លែងយ៉ាស់គ្នាអញ្ចឹងទៅយើងអាចជួបរឿងក្តីក្តាំហើយអាចគ្មានកូនចៅស្នងត្រកូលណាស្នងត្រកូលទិសបូក7ហើយដក7ទិសបូក7អាហ្នឹងទិសសម្ព័ន្ធភាពល្អហើយអាហ្នឹងគឺទិសល្អសម្រាប់ប្តីប្រពន្ធដែលឆ្លោះគ្នាច្រើនគឺយើងប្រើប្រាស់ទិសហ្នឹងទៅហើយទិសហ្នឹងបើសិនជាយើងអត់សូវមានមិត្តច្រើនទេយើងអាចប្រើប្រាស់ទិសហ្នឹងបានដើម្បីយើងទាញការខ្សែគប់ឲ្យបានច្រើនណាទិសហ្នឹងគឺជាទិសសម្ព័ន្ធភាពហើយទិសហ្នឹងក៏ណាយើងប្រើក៏យើងមានសុខភាពល្អដែរប៉ុន្តែន័យសំខាន់របស់វាគឺន័យដែលខ្ញុំដាក់លេខ1ពណ៌បៃតងបាទយើងអត់សូវមានចំនួនកូនចៅច្រើនទេហើយតាក់ទងជាមួយទ្រព្យធនរបស់យើងមានកម្រិតមធ្យមបាទអានេះគឺសម្រាប់ទិសបូក7ទិសដក7វិញគឺជាទិសមួយបើសិនយើងប្រើច្រើនគឺបានន័យថាជាទិសមួយដែលក្បត់ក្បត់កន្លែងនេះគឺបានន័យថាយើងព្រានបដៅកូនចៅទៅគឺកូនចៅអត់ស្ដាប់ដំបូន្មានយើងណាហើយប្តីប្រពន្ធគឺអត់ស្មោះត្រង់នឹងគ្នាទេហើយយើងអាចចាញ់បោកគេបាទហើយខាត់បងទ្របហើយជួបរឿងក្តីក្តាមជាយថាហេតុបាទជាយថាហេតុតកតជាមួយនឹងទិសបូក6ដក6ទិសបូក6ហ្នឹងគឺជាទិសសន្តិភាពផ្លូវចិត្តហើយទិសស្ថិរភាពផ្លូវចិត្តអញ្ចឹងកាលណាយើងប្រើប្រាស់ទិសហ្នឹងគឺធ្វើឲ្យយើងមានសុភមង្គលល្អក្នុងជីវិតរបស់យើងបានន័យថាយើងសប្បាយចិត្តហើយជាទិសមួយដែលធ្វើឲ្យយើងហ្នឹងគឺមានជីវភាពល្អដែរកម្រិតមធ្យមបាទបើយើងប្រើប្រាស់ទិសដក6គឺផ្ទុយបូក6គឺយើងជួបឧបសគ្គច្រើនយើងខាត់បងទ្រព្យហើយយើងជួបគ្រោះថ្នាក់បាទគ្រោះថ្នាក់ផ្សេងរបៀបនៃការប្រើប្រាស់ទិសតើអាទិសបូក9បូក8បូក7បូក6ហ្នឹងគឺគេប្រើប្រាស់វានៅក្នុងន័យយ៉ាងម៉េចបូក9បូក8បូក7បូក6នេះគេប្រើប្រាស់វាសំខាន់គឺសម្រាប់ទ្វារចេញចូលទេទ្វារចេញចូលនេះគឺសំខាន់នៅពេលដែលយើងដើរចេញដើរចូលគឺខ្យល់ហើយនឹងទឹកគឺវាហូរតាមដងខ្លួនរបស់យើងគេឲ្យឈ្មោះថាឈីហ្នឹងវាហូរតាមដងខ្លួនរបស់យើងចូលក្នុងផ្ទះរបស់យើងនឹងឯងឬក៏ចេញខាងក្រៅផ្ទះរបស់យើងអញ្ចឹងកន្លែងនេះគឺយើងគួរដាក់ទ្វារចេញចូលណាទិសបូក9ហ្នឹងគឺគួរដាក់ទ្វារចេញចូលនៅកាន់ទិសហ្នឹងអានេះគឺល្អសម្រាប់ទិសទ្វារចេញចូលហ្មងក៏ប៉ុន្តែបើសិនជាផ្ទះបងប្អូនដើររកអាបូក9អត់ឃើញសម្រាប់ទ្វារចេញចូលយើងអាចប្រើបូក8បូក7បូក6ក៏បានដែរលើកលែងតែដកយើងសញ្ញាដកពីពួកយើងជៀសវាងណាអញ្ចឹងអាតកតងទិសបូកនេះជាទិសល្អយើងអាចដាក់ទ្វារចេញចូលក៏បានដាក់ទីតាំងបន្ទប់គេងទីតាំងបន្ទប់គេងគឺយកល្អយើងប្រើបូក6បន្ទប់គេងព្រោះពេលដែលយើងគេងយើងត្រូវការសន្តិភាពផ្លូវចិត្តទេបាទគេងឲ្យទំនេរស្ងប់អីចឹងណាហើយវាល្អសម្រាប់ទិសក្បាលដំណេករបស់យើងដែរល្អសម្រាប់ទីតាំងបន្ទប់ធ្វើការល្អសម្រាប់ទិសអង្គុយធ្វើការយើងអង្គុយធ្វើការយើងត្រូវបែរមុខទៅកាន់ទិសល្អរបស់យើងបាទទិសមួយក្នុងចំណោមនឹងឯងអឺទី6គឺយើងអាចដាក់ទីតាំងបន្ទប់ទទួលភ្ញៀវហើយនឹងទិសចង្ក្រានបាយទិសចង្ក្រានបាយគឺសំដៅទៅលើទិសដែលយើងមួលប្រដាប់មួលបើកហ្គាសបិទហ្គាសបងប្អូនបាទយើងដាក់ឲ្យវាបែរចំទិសល្អរបស់យើងដោយឡែកតាក់ទងជាមួយនឹងទិសមិនល្អដែលមានសញ្ញាដកពីមុខដក9ក៏ដោយដក8ក៏ដោយដក7ក៏ដោយដក6ក៏ដោយអាហ្នឹងគឺបងប្អូនដាក់ទីតាំងសម្រាប់ផ្ទះបាយទីតាំងចង្ក្រានបាយណាយើងដាក់ផ្ទះបាយនៅហ្នឹងទីតាំងចង្ក្រានបាយយើងនៅហ្នឹងគឺធ្វើឲ្យយើងហ្នឹងគឺរីកចម្រើនទៅមុខបាទវាជួយយើងប្រើប្រាស់ទិសមិនល្អហ្នឹងដើម្បីទៅពិឃាតធាតុមិនល្អហ្នឹងគឺវាជួយយើងច្រើនមែនតើបន្ទប់ទឹកបង្គន់អនាម័យទីតាំងបន្ទប់ដាក់អីវ៉ាន់អញ្ចឹងរបស់ទាំងអស់ហ្នឹងគឺសុទ្ធតែជារបស់មិនល្អហើយដូចជាទីតាំងផ្ទះបាយចង្ក្រានបាយព្រោះអានេះគឺផ្ទះបាយចង្ក្រានបាយគឺធាតុភ្លើងយើងយកភ្លើងទៅដុតអាធាតុមិនល្អហ្នឹងគេហៅយកពឹសបង្ក្រាបពឹសហ្នឹងវាធ្វើឲ្យទៅយើងមានសំណាងវិញបាទមានសំណាងវិញកាលណាបងប្អូនដាក់ទីតាំងផ្ទះបាយដក9ធ្វើយើងមានលុយកាក់ដក8គឺបានន័យថាយើងសុខភាពល្អយើងសុខភាពល្អហើយមានគេជួយជ្រោមជ្រែងយើងជានិច្ចអានេះគឺមានន័យចឹងបងប្អូនអាចទៅមើលអត្ថន័យដក9ជាអ្វីដក8ជាអីដក7ដក6ជាអីបូកជាអីប៉ុន្តែកន្លែងនេះបើសិនយើងដាក់ទីតាំងប្រមាណនេះគឺមានផ្ទះបាយចង្ក្រានបាយបន្ទប់ទឹកបង្គន់អនាម័យបន្ទប់ដាក់អីវ៉ាន់នេះ
ដាក់ទៅគឺធ្វើឲ្យយើងល្អវិញណាឲ្យយើងទៅជារឿងល្អវិញបាទអរគុណច្រើនបងប្អូនមានសំណួរអីផ្សេងៗបងប្អូនអាចសួរខ្ញុំដោយសេរីបើខ្ញុំមានពេលវេលាខ្ញុំនឹងឆ្លើយតបបងប្អូនតាមការគួរបាទអរគុណច្រើនបងប្អូនឈីហុងស៊ុយនិងតារាសាផ្លូវទៅកាន់អនាគតដ៏ភ្លឺស្វាង